តលេងប្រទេសជប៉ុន Kyoto ភាគ2បានចេញវីដេអូភាគ2នៅ Kyoto នឹងចឹងណាគេបានមើលវីដេអូភាគ1ឃើញខ្ញុំតលេងប្រាសាទនោះពាក់គីម៉ូណូហ្នឹងនេះដូចបង្ហាញនៅក្នុងវីដេអូហ្នឹងជាកៅអៅប្រពៃណីរបស់ប្រទេសជប៉ុនដូចយើងចង់ក្បិនពាក់ស្បៃអីអញ្ចឹងដូចតែពេលខ្ញុំទៅនេះខ្ញុំឃើញចែចែនេះកៅអៅគីម៉ូណូគេវាស្មាហ្មងឃើញតែគាត់មួយពាក់អាវាស្មាហ្នឹងតែស្អាតរបស់គាត់ដែរតាហើយនេះជាកតុបទឹកសាធារណៈគេណាមិនមែនកន្លែងបើកយន្តហោះអីទេហើយខ្ញុំជួបរបស់ពិសេសដែរច្រើនដែរនៅជប៉ុនហ្នឹងអញ្ចឹងវីដេអូហ្នឹងខ្ញុំនាំអ្នកទាំងអស់គ្នាទៅលេង Kyoto មួយខ្ញុំភាគ2បន្ទាប់ពីទៅប្រាសាទហើយខ្ញុំទៅលេងផ្សារថៃគេឈ្មោះ Nishiki Market ផ្សារថៃតែឈ្មោះហ្នឹងណាតែអត់ក៏ឃើញទេមានលក់របស់ហើយក៏មិនធូរថ្លៃពេកដែរដោយសារម្ហូបគេនេះឃើញយើងឃើញ5 6រៀលអីដែរវាមិនមែនជាធូរអីពេកទេប៉ុន្តែសម្បូរបែបអូយប្លែកហើយគេប្រកាសរៀបចំគេដាក់ភ្លើងនៅលើម្ហូបអាហារគេមើលទៅស្អាតហើយអាក្តាម snow crab គេហ្នឹងប្រៃមកជ្រលក់ទឹកជ្រលក់អីគឺមកឆ្ងាញ់ហ្មងនេះហើយបន្ទាប់ពីចេញពីផ្សារក្តាមហ្នឹងហើយខ្ញុំជិះតាមផ្លូវទៅ Fuji អីនេះមានណាគេចង់ជិះ roller coaster ហ្នឹងអត់មើលទៅដូចខ្ពស់ដល់ហើយតែជិះហើយដឹងមានជីវិតជីវ៉ាចេញមកវិញអត់ទេហើយជិះតាមផ្លូវឃើញភ្នំ Fuji នៅនឹងខាងឆ្វេងដៃតែម្ដងយើងជិះឡានក្រុងយើងស្រួលមើលទេសភាពចឹងហើយបើជិះរថភ្លើងក៏គេមានកៅអីដែរថាយើងគួរតែយកលេខប៉ុន្មានជិះទៅឃើញភ្នំ Fuji នៅហើយជិះតាមផ្លូវនេះឃើញកន្លែងនេះដូចកន្លែងគេយកប្រេងយកអីណាគេដឹងអាចជួយប្រាប់បងដូចកន្លែងអេចាយតិចហើយជិះយើងមកដល់ទីក្រុងមួយទៀតហើយអូយស្អាតហើយឃើញតិចប្រទេសគេហ្នឹងគឺទំនៀមទម្លាប់ប្រទេសគេរស់នៅស្ងាត់ស្ងៀមស្អាតហ្មងហើយបន្ទាប់មកយើងមកដល់កន្លែងញ៉ាំអីពេលល្ងាចនេះកន្លែងញ៉ាំអីពេលល្ងាចនេះយើងត្រូវមុនចូលយើងត្រូវដោះស្បែកជើងហើយកន្លែងចាក់សោគេគ្រាន់តែលើកអាផ្លាកហ្នឹងទៅចាក់សោហ្មងប៉ុន្តែខ្ញុំអត់សូវ recommend ញ៉ាំកន្លែងហ្នឹងទេដោយសារសាច់ជ្រូករៀងធំក្លិនតិចតែក្រៅពីម្ហូបផ្សេងអីញ៉ាំបានធម្មតាហើយទីក្រុងដែលខ្ញុំគេងហ្នឹងរៀងស្ងាត់ហើយកន្លែងតែដែលខ្ញុំគេងនេះក៏សម្បូរផ្ទះលេខ2មកគេងដែរយល់ទៅជប៉ុនហ្នឹងសម្បូរផ្ទះលេខ2ទៅមែនតើអត់ឃើញខ្មែរយើងទៅសោះហ្មងនេះទៅថ្ងៃណាក៏ចូល convenience store គេដែរគឺទិញសូដាមិនហ្នឹងញ៉ាំហើយចំណុចដែលភ្ញាក់ផ្អើលជាងគេគឺនេះទូនេះខាងលើម៉ាស៊ីនកម្ដៅខាងក្រោមខ្លះសេឲ្យតិចហើយទូតែមួយណាញែកបានណាលយខ្លាំងហ្មងជប៉ុនណាហើយដល់វគ្គចូលកតុបទឹកសាធារណៈឯងវងវែងវងវាន់ប៊ូតុងច្រើនពេកអញ្ចឹងអាកន្លែងហូបដូចផ្លែប៉េះហ្នឹងទឹកសាច់ខ្លាំងហាហូបមនុស្សស្រីអង្គុយហ្នឹងទឹកល្មមហើយកន្លែងនេះយើងចុចអាកសម្រាប់ជូតនៅលើប្រគុណហើយអាប៊ូតុងធំហ្នឹងសម្រាប់ចុចទឹកហើយចេញមកពីកតុបទឹកឃើញគេមានលក់សភៅនេះបានចំជាប្រទេសជប៉ុនមែនសភៅហ្នឹងហើយយើងជិះប្រហែលជា2-3ម៉ោងទៅតាមផ្លូវនេះឃើញនៅមុខឡានហ្នឹងហ្មង Fuji ជះសម្រស់មកតែម្ដងខ្ញុំធ្លាប់ទៅជប៉ុនជើងមុនគឺភ្នំ Fuji មើលអត់ឃើញទេបាំងពពកឡើងពេញតែទៅជើងនេះគឺមើលពេញភ្នែកហ្មងឃើញពាក់មួកសភ្នំ Fuji ស្អាតណាស់តាមផ្លូវភ្នំនឹងធំណាស់ភ្នំនឹងនៅក្រៅធំខ្លាំងណាស់នេះឃើញផ្ទះហ្នឹងឡើងទូចបងភ្នំនឹងធំអញ្ចឹងវីដេអូក្រោយខ្ញុំប្រាប់កន្លែងដែលខ្ញុំបានទៅលេងនៅភ្នំ Fuji ហើយកន្លែងហ្នឹងល្បីហើយគេថតរូបស្អាតទៀតអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងបាយពីមុខទីតា view